បើក្បាលវីដេអូមកក៏ដឹងតែធ្វើអីដែរតោះទៅធ្វើទាំងអស់គ្នាគ្រឿងផ្សំខ្ញុំបានបង្ហាញដល់ទាំងអស់គ្នាណាឥឡូវយើងមកហាន់បន្លែដាក់ស្ពៃក្តោបសនិងស្ពៃក្តោបស្វាយទេអ្នកទាំងអស់គ្នាចង់មកហាន់ប្រេងប៉ោះទៅសក់សាឡាត់អីតាមចិត្ត burger យើងណារូបមន្តសំខាន់ជាងគេហ្នឹងគឺទឹក mayonnaise ទឹក mayonnaise ហ្នឹងមិនមែនយើងទិញមកហើយយើងធ្វើហ្មងឯណាខ្ញុំយកទៅលាយគ្នាខ្ញុំមានទឹក mayonnaise មួយដបមានមួយទៀតស្តៀង mayonnaise ដែរគេហៅ Crystal និងទឹកដោះគោខាប់ខ្ញុំលាយ3មុខហ្នឹងណាបញ្ចូលគ្នាបានចេញរសជាតិមកឆ្ងាញ់បើយើងសុតចឹងអត់សូវឆ្ងាញ់ទេសុំនិយាយក្រៅម្ហូបមួយអ្នកទាំងគ្នាមានគេសួរច្រើនថាបងជប់លក់អីមែនអត់ឃើញបងផុសតែម្ហូបចឹងណាអត់ទេអ្នកទាំងគ្នានឹងមានលក់ជើងមាន់ជក់ជើងមាន់ជក់ជើងទាខ្យងបារ៉ាទឹកត្រីខ្យងបារ៉ាទឹកស្អៀវទឹកប្រឡាក់សាច់សាច់គោអាំងថ្លើមអាំងនៅមានធម្មតាអ្នកទាំងគ្នាគ្រាន់តែមករយៈហ្នឹងខ្ញុំចង់ចែកម្លែកពីម្ហូបទៅដល់អ្នកទាំងគ្នាខ្លះចឹងណាពេលខ្លះយើងក៏ទៅលក់ដូរពេកសំបីអ្នកលក់កតុញអ្នកមើលកតុញដែរអញ្ចឹងយើងត្រូវរកអីថ្មីខ្លះណាមួយខាងខ្ញុំធ្វើមិនចង់តន់ឲ្យភ្ញៀវផងអ្នកទាំងគ្នាអើយនិយាយមែនណាអត់កុហកអីតោះឥឡូវយើងលាយ3មុខនឹងបញ្ចូលគ្នាហើយណាឥឡូវយើងមកធ្វើទឹកប៉េងប៉ោះក៏ខ្ញុំលាយដែរនិយាយទៅយើងត្រូវបំបែករូបមន្តចេញឲ្យអស់ដើម្បីឲ្យវាវែងឆ្ងាយសាំញ៉ាំកុំឲ្យជីវិតយើងដដែលពេកទឹកប៉េងប៉ោះហ្នឹងខ្ញុំយកទឹកប៉េងប៉ោះហើយនឹងអាម៉ាយ៉ូណេសយើងលាយមិញហ្នឹងណាដាក់លាយចូលគ្នាទៀតមកតង់ទៀតហើយអ្នកទាំងអស់គ្នាកូរច្បល់ឲ្យសព្វចូលគ្នាទៅសម្រាប់ទឹកម៉ាយ៉ូណេសដែលយើងលាយហើយមិញ3មុខបញ្ចូលគ្នាហ្នឹងខ្ញុំចាក់ចូលដបវិញពេលយើងធ្វើទៅវាស្រួលចុចច្បាច់ចុះឥឡូវមកធ្វើបន្លែម្ដងដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាចឹងបន្លែចង់ដាក់អីក៏បានដែរតាមចិត្តតែខ្ញុំដាក់តែ2នេះទេព្រោះមានតែប៉ុណ្ណឹងបន្លែហ្នឹងខ្ញុំច្បល់ចូលគ្នាខ្ញុំដាក់2នឹងចូលគ្នាហើយខ្ញុំដាក់ទឹកប៉េងប៉ោះតាមចំណង់ចំណូលចិត្តទៅអត់មានក្បួនទេអាហ្នឹងដាក់ទឹកប៉េងប៉ោះហើយនឹងអាម៉ាយ៉ូណេសមិញយើងលាយហើយណាយើងដាក់ចូលកំប៉ុងចាំបានស្រួលយើងច្បាច់ចេញមកពេលលាយមើលតែបរិមាណល្មមហ្នឹងយើងបានហើយមកល្មមមិនបាច់ច្រើនពេកទេដាក់ច្រើនពេកទៅក៏វាទ្រាំដែរលាយសាច់កូនច្រាមរបស់យើងនេះក៏សំខាន់ដែរសាច់កូនច្រាមយើងកុំច្រាមឲ្យម៉ត់ពេកបន្ទាប់មកខ្ញុំមានម្សៅឆារ៉ូឌីប៊ីចេងស្ករសទឹកដោះគោខាប់ពងទាម្សៅឆាយើងចាំបាច់ត្រូវដាក់ដើម្បីឲ្យវាស្អិតជាប់គ្នាល្អពេលយើងចៀនទៅអត់បែកសាច់អូខ្ញុំដាក់ប្រេងខ្យងតិចដែរខ្ញុំភ្លេចថតដាក់ប្រេងខ្យងតិចទៅវាមានជាតិអញ្ចឹងយើងលាយ3មុខហ្នឹងច្បល់ចូលគ្នាអស់ហើយយើងដាក់គ្រឿងផ្សំយើងបន្លែទៅចាំយើងយកខ្ទះមកចៀនសាច់គោយើងសាច់គោខ្លាញ់ក្តៅចាំដាក់ចូលហើយកុំដាក់ស្ដើងពេកពេលយើងប្រែទៅបែកតិចចៀនសាច់គោហើយមកចៀនពងទាខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាពងទាហ្នឹងក្លុកដាក់រ៉ូឌីហើយស្ករបានហើយនិយាយមែនមួយមុខហ្នឹងឆ្នាំងផ្ទះគោពេញកន្លែងលាងតាមពិតទៅបើយើងធ្វើស្រួលអីតែយើងធ្វើឲ្យពិបាកហ្មងដល់វគ្គដេក burger ម្ដងមុននឹងដេក burger យើងហ្នឹងយើងយក burger ទៅអាំងសិននំប៉័ងហ្នឹងយកទៅអាំងសិនឲ្យវារឹងតិចទៅបានឆ្ងាញ់ហើយ burger ហ្នឹងអ្នកទាំងអស់គ្នាចង់ដេកមិនតាមចិត្តទៅស្រឡាញ់មិនធ្វើចឹងទៅខ្ញុំយកអាគូត burger ហ្នឹងយកមកលាបជាមួយនឹងទឹកប៉េងប៉ោះសិនខ្ញុំលាបទឹកប៉េងប៉ោះហើយខ្ញុំដាក់ទឹក mayonnaise 2 big ជ្រោយចឹងទៅដាក់ច្រើនពេកក៏ទ្រាំណាស់អ្នកទាំងអស់គ្នាខ្ញុំដាក់តែបន្តិចទៅបានហើយខ្ញុំដាក់អាទឹកហ្នឹងហើយខ្ញុំដាក់បន្លែយើងលាយមិញហ្នឹងដាក់ច្រើនដាក់តិចតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាចង់ញ៉ាំច្រើនដាក់ច្រើនទៅតែដាក់ច្រើនពេក burger យើងអាលុំខ្ពស់ពេកឥឡូវយើងដាក់បន្លែហើយបន្ទាប់មកខ្ញុំដាក់ពងទាហើយខ្ញុំលាបអាទឹកប៉េងប៉ោះហ្នឹងទៀតអ្នកទាំងអស់គ្នាចង់លាបក៏បានអត់ក៏បានដែរថាខ្ញុំធ្វើឲ្យតែរវល់ទេវាបានច្រើនមុខដាក់ពងទាហើយខ្ញុំដាក់បន្លែទៀតមើលដាក់ឲ្យបានច្រើនជាន់បន្ទាប់មកបានចំណុចពិសេសយើងនេះដាក់ជាមួយសាច់គោយើងចៀនមាញ់ហើយបន្ថែមជាមួយនឹងទឹកម៉ាយ៉ូណេសឃើញពេលយើងច្រកដាក់ដបចឹងស្រួលហើយអ្នកនរគ្នាហើយចុងក្រោយគេខ្ញុំដាក់ជាមួយនឹងឈីសហ្នឹងយើងដាក់អាគ្របនំប៉័ងទៅវារៀងក្តៅវាលាយហើយ burger ខ្ញុំរួចរាល់ហើយណាអ្នកនរគ្នាឥឡូវយកទៅឲ្យប្តីសិន Wow. But now we are heading back to my house to review the security footage again. Ngon. Anybody else went into my garage?